សុនជៀនឯងរើប្រពន្ធម្ដង3រូបរាងអន់ដូចជាឯងនេះទទួលជាប់ដែរប្រពន្ធម្ដង3មួយខែត្រូវបង់ស្បៀង150គីឡូតែឯងមានលទ្ធភាពទេកុំធ្វើឲ្យតកូនសុនរបស់ពួកជាងរងគ្រោះព្រោះតែឯងអីវាឈ្មោះថាសុនហាគឺជាមនុស្សអកតេកាលពីមុនវាជាអ្នកប្លន់យកប្រាក់ព្យាបាលជំងឺរបស់ម្ចាស់រូបនេះធ្វើឲ្យម្ចាស់រូបនេះត្រូវដាច់បាយស្លាប់ទាំងវេទនាពេលនេះខ្ញុំនឹងឲ្យវាសងនៅអ្វីដែលវាបានធ្វើយ៉ាងនេះជ័យជាមួយឯងឆ្លងទេហ៎ណែយ៉ាណែយ៉ាចង់ងាប់ហើយហ៎ហ៊ានរុញជើងបែបនេះពួកលោកកុំអោបលោកកុំមកធ្វើផ្ដេសផ្ដាស់នៅទីនេះស្រីស្អាតនៅមិនទាន់បានជប់ចាប់ផងចេះឈឺឆ្អាលជាមួយប្តីបាត់ហើយយើងប្រាប់នាងឲ្យដឹងចុះមនុស្សដែលនាងឬការជាមួយគឺសម្រាប់ទេការពីមុននៅចំពោះមុខជើងសូម្បីតែដកដង្ហើមធំក៏វាមិនហ៊ានដែរខ្ញុំនឹងឲ្យវាតាមក្រោមជើងខ្ញុំទៀតវាមិនហ៊ានបដិសេធមួយម៉ាត់ទេប្រហែលជាថ្ងៃនេះគឺសម្រាប់ពួកនាងទាំង3នាក់ហើយទៀតដឹងទើបបានជាវាហ៊ានធ្វើចរិតរឹងរូបបែបនេះអាសម្រាប់មកទីនេះមករួចហើយលុតចង្គង់ចុះកំពុងនៅពីក្រៅក្នុងស្រីស្អាតអីមើលតែប្រុសម្នាក់នេះពិតជាកំសត់ដូចចម្បាំងមែនមិនស័ក្តិសមធ្វើប្តីបត្រីឬជាវងដូចជាងឡើយណែមិនអីទេមកទីនេះមកជួយប្តីវិញមកប៉ុណ្ណេះតិចមកមិននេះលោកមន្ត្រីបាននិយាយរួចហើយថាការបង្កើនចំនួនប្រជាជនសម្រាប់នគរតាឈៀនគឺជាព្រះរាជកិច្ចរបស់ព្រះមហាក្សត្រតើឯងហ៊ានប្រឆាំងជាមួយនឹងព្រះរាជកិច្ចរបស់ទ្រង់ហ៎លោកម្ចាស់ចាប់វាភ្លាមទៅណែខ្ញុំអ្នកណាប្រឆាំងព្រះរាជបញ្ជាត្រូវតែសម្លាប់ចោលដោយមិនលើកលែងនោះទេខ្ញុំមិនហ៊ានទេខ្ញុំគ្រាន់តែចង់លេងសើចជាមួយនឹងគេបន្តិចបន្តួចប៉ុណ្ណោះខ្ញុំគ្រាន់តែលេងសើចជាមួយនឹងពួកគេបន្តិចប៉ុណ្ណោះអាមនុស្សអន់ចរិតខ្លាចតែអ្នកខ្លាំងចាំខ្ញុំទទួលបានរង្វាន់ពីប្រពន្ធសិនចុះតើអ្នកនៅធ្វើទៀតទៅផ្ទះវិញជាមួយប្តីសម្រាប់ហ៊ានធ្វើយើងខ្មាស់គេនៅចំពោះមុខអ្នកគ្រប់គ្នាចាំមើលទៅយើងនឹងសម្លាប់ហេង